ផ្លិចគិតមាតិកាទី24ដាក់ខ្លួនក្នុងបញ្ហានេះជារឿងឈួតលីលាមែនទេដែលយកខ្លួនឯងទៅដាក់ក្នុងបញ្ហានោះជារឿងធម្មតាបើយើងនិយាយពីបញ្ហាពិតណាស់ដែលថាមនុស្សស្ទើរតែគ្រប់រូបស្អប់ពាក្យមួយឃ្លានេះណាស់ត្រង់ចំណុចនេះខ្ញុំចង់វែកញែកបញ្ហាជាពីរប្រភេទធំដើម្បីងាយស្រួលក្នុងការបកស្រាយទី1ជាបញ្ហារបស់បុគ្គលម្នាក់ៗដូចជាស្នេហាគ្រួសារមិត្តភាពឡាទី2ជាបញ្ហារួមដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចឡាបញ្ហាទាំងអស់នេះគ្មាននរណាម្នាក់អាចគេចផុតពីវាបានទេដូចនេះការដាក់ខ្លួននៅក្នុងបញ្ហាគឺជារឿងមួយដ៏ល្អនិងសំខាន់ណាស់សម្រាប់ដំណើរជីវិតរបស់មនុស្សម្នាក់ហេតុអ្វីខ្ញុំនិយាយអញ្ចឹងវាល្អត្រង់ថាអ្នកកំពុងតែយកខួរក្បាលរបស់អ្នកមកប្រើដើម្បីជាប្រយោជន៍ហើយព្រោះរាល់ពេលដែលអ្នកបានដាក់ខ្លួនទៅក្នុងបញ្ហាម្ដងវាមានន័យថាអ្នកកំពុងប្រើប្រាស់ខួរក្បាលអ្នកដើម្បីរិះគិតនិងស្វែងរករកដំណោះស្រាយផ្សេងដែលមានជាប់ទាក់ទងទៅនឹងបញ្ហាអ្នកកំពុងតែយកខ្លួនអ្នកទៅប្រឡូកនោះហើយបើបញ្ហានោះធ្លាក់មកលើអ្នកតើអ្នកគួរដោះស្រាយយ៉ាងដូចម្ដេចការគិតបែបនេះហើយជាការវិវត្តខួរក្បាលរបស់អ្នកคล้ายទៅជាមនុស្សម្នាក់ដែលគិតតែទៅលើដំណោះស្រាយនិងគិតតែរឿងវិជ្ជមានជិះជាងចំណាយពេលទៅគិតរឿងស្មុគស្មាញនិងចេះស្ដីទៅលើបញ្ហាដែលភ្លេចគិតពីដំណោះស្រាយនោះដូចនេះមានន័យថាឲ្យតែមានបញ្ហាគឺសុទ្ធតែយកមកដាក់លើខ្លួនឯងហើយមែនទេចម្លើយគឺមិនមែនគ្រប់បញ្ហាទាំងអស់ដែលអ្នកត្រូវតែយកខ្លួនអ្នកទៅពាក់ព័ន្ធនោះទេតែជាបញ្ហាដែលអ្នកគិតថាវាជាប់ទាក់ទងនឹងអ្នកនិងជាបញ្ហាដែលធ្វើឲ្យអ្នកអាចសិក្សាពីវាបានឬជាបញ្ហាដែលអាចជាប់ទាក់ទងទៅនឹងការងារនៅថ្ងៃអនាគតរបស់អ្នកដូច្នេះរាល់បញ្ហាដែលជាប់ទាក់ទងទៅនឹងការងាររបស់អ្នកទាំងអស់នេះហើយដែលជាមេរៀនដ៏ល្អបំផុតសម្រាប់ឲ្យអ្នកយកខ្លួនទៅពាក់ព័ន្ធនិងដើម្បីជាការបង្វឹកខ្លួនឯងផ្ទាល់ផងដែរឧទាហរណ៍អំពីបញ្ហារួមបើអ្នកមើលឃើញថាមានបញ្ហាដូចបាននិយាយខាងលើកើតឡើងដូចជាបញ្ហាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសបញ្ហារឿងធ្វើផ្លូវមិនល្អឆាប់ខូចឬការសាងសង់មិនមានស្តង់ដារជាដើមហើយអ្វីដែលអ្នកគិតដំបូងនោះគឺបើសិនជាអ្នកកាន់ការងារនេះផ្ទាល់វិញតើអ្នកដោះស្រាយយ៉ាងដូចម្ដេចពុំមែនគ្រាន់តែឃើញហើយចេះស្ដីឲ្យបញ្ហានោះទេនេះហើយជាការព្រាតនៃការដាក់ខ្លួនចូលទៅក្នុងបញ្ហាដោយពាក្យមួយដែលគេនិយាយថាមនុស្សឆ្លាតរៀនពីបទពិសោធន៍របស់អ្នកដទៃមនុស្សល្ងង់រៀនពីបទពិសោធន៍របស់ខ្លួនឯងដាច់ខាតរាល់ការគិតបែបនេះត្រូវតែជាប់ទាក់ទងទៅនឹងអនាគតរបស់អ្នកទើបរឹតតែធ្វើឲ្យអ្នកអាចទាញយកប្រយោជន៍ពីការប្រើប្រាស់បានច្រើនឧទាហរណ៍មួយទៀតបើអ្នកចង់ក្លាយជាមន្ត្រីក្រសួងអប់រំដូចនេះពីដំបូងអ្នកត្រូវយកខ្លួនរបស់អ្នកទៅដាក់ក្នុងបញ្ហាទាំងអស់ដែលជាប់ទាក់ទងទៅនឹងប្រព័ន្ធអប់រំហើយការគិតរកដំណោះស្រាយនិងវិធីសាស្ត្រទាំងអស់មកដោះស្រាយបញ្ហានេះឬបញ្ហានោះយ៉ាងដូចម្ដេចមិនថាអ្នកចង់ក្លាយខ្លួនជាអ្វីចង់ធ្វើជាអ្វីនោះទេអ្នកត្រូវតែយកខ្លួនទៅដាក់រួមចូលជាមួយបញ្ហាដែលតាក់ទងទៅនឹងវាហើយនេះគឺជាការត្រៀមខ្លួនមួយដែលអាចធ្វើឲ្យអ្នកឆាប់ចាប់បានក្តីស្រមៃជាមួយនឹងវិធីសាស្ត្រមួយទៀតដែលចាប់ផ្ដើមនឹងក្តីស្រមៃផងដែរដូចនេះកុំភ្លេចដោះខាត់ខ្លួនឯងជារៀងរាល់ថ្ងៃអំណាចនៃបញ្ហានឹងធ្វើឲ្យអ្នកស្គាល់ថាអ្វីទៅជាដំណោះស្រាយហើយអំណាចនៃបញ្ហានឹងរុញច្រានឲ្យអ្នកក្លាយទៅជាអ្នកដោះស្រាយដ៏ឆ្នើមម្នាក់